សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះអេដមីននឹងបន្តសេចក្ដីរបស់យើងទៀតគឺរឿងបៃដងខ្ចីភាគទី5ហើយអេដមីនចង់និយាយថាចេះណាគេរងចាំភាគរឿងនេះខ្លះជួយខមមិនថាអេដមីនហងមើលនេះហើយបន្តពីកូនសិស្សហើយកូនប្រុសរបស់យើងក៏ទៅបានទៅយកសាំង UL ហ្នឹងនៅពលានយន្តហោះហើយគាត់ក៏បានមកទេហើយក៏បានរៀបចំម្ហូបអាហារចឹងណាអ្នកទាំងអស់គ្នាស្ត្រីមេផ្ទះបាក់កន្លែតនេះហើយកូនស្រីរបស់យើងណាក៏បាននិយាយថាសាំង UL ទៅញ៉ាំអាហារពេលល្ងាចជាមួយបាយរងហើយអាពាក់សាំង UL ហ្នឹងគេក៏បានទៅហៅបងរបស់គេចឹងណាអ្នកនរគ្នាឲ្យទៅញ៉ាំអាហារចឹងណាហើយអាពាក់ហ្នឹងក៏បាននិយាយថាវាបាន5ឆ្នាំហើយដែលអ្នកនឹងអេរិចហ្នឹងបាននៅជាមួយគ្នាតើអ្នកនឹងមានកម្រងធ្វើជាផ្លូវការនៅពេលណាកុំប្រាប់ខ្ញុំថាអ្នកនៅតែរងចាំមនុស្សម្នាក់នោះហើយពេលហ្នឹងបាយរិនហ្នឹងក៏បានតបទៅកាន់អាពាក់ហ្នឹងវិញថាចាក់ចេញពីវាគាត់គួរតែត្រឡប់មកវិញឆាប់នេះមែនទេបានហើយតើជើញញ៉ាំអាហារអ្នកទាំងអស់គ្នាឈ្មោះចិនមានឈ្មោះច្រើនញ៉ៃអ្នកទាំងអស់គ្នាមានខ្លះណាអានជួបកុំប្រកាន់អ្នកមានអីណាចឹងបងអ្នកមានចង់និយាយពីឈ្មោះរបស់ពួកគាត់ណាអ្នកគ្នាមានហៅកាត់ចូលហៅឈ្មោះកូនប្រុសកូនស្រីហៅគេអាប៉ែនេះអីហ្នឹងចឹងកាន់អ្នកមានអីតែឡើងតពីយើងទីកុំឲ្យមានហ្នឹងនិយាយវិញឆ្ងាយច្រើនបកស្រាយញ៉ៃណាហើយអាប៉ែហ្នឹងក៏បានចម្លងទៅកាន់បងរបស់គាត់ខ្លួនឯងហ្នឹងហើយថែមទាំងនិយាយថាគាត់អត់អីនិយាយទេគាត់អត់អស់អីតបអ្នកទាំងអស់គ្នាឥឡូវយើងក៏កាត់មកកន្លែងញ៉ាំអាហារពេលល្ងាចត្មងទៅអាប៉ែសាំង GL ហ្នឹងក៏បាននិយាយថាកូនស្រីយើងហ្នឹងធ្វើម្ហូបឆ្ងាញ់អាប៉ែហ្នឹងគេថាគេណាធុញថន់នឹងម្ហូបនៅបរទេសទាំងអស់នោះណាហើយអាហាររបស់កូនស្រីរបស់យើងធ្វើហ្នឹងគឺឆ្ងាញ់ជាងគេហើយអាប៉ែហ្នឹងក៏បាននិយាយបន្តទៀតថាតើពិធីជប់លៀងខួបកំណើតរបស់បៃរិនកូនប្រុសរបស់យើងណាអ្នកនរគ្នានឹងធ្វើឡើងនៅឯណាហើយកូនស្រីរបស់យើងណាក៏បានឆ្លើយថានៅលើនៃវាចរាចរណ៍សមុទ្រខៀវវាចាប់ផ្ដើមនៅម៉ោង7ហើយអាប៉ែសាំង GL ហ្នឹងក៏បាននិយាយថាខ្ញុំយល់ហើយខ្ញុំនឹងយកមកអំណោយមកឲ្យអ្នកអេរ៉េកខ្ញុំចិត្តរៀនចប់មហាវិទ្យាល័យហើយអ្នកនឹងបៃរិនណាគួរតែប្រញាប់រៀបការទៅហើយកូនស្រីក៏បាននិយាយទៅកាន់អាប៉ែសាំង GL ហ្នឹងវិញថាមិនអីទេសូមធ្វើដំណើរដោយសុវត្ថិភាពហើយដល់ពេលហ្នឹងអាប៉ែហើយអាប៉ែសាំង GL ហ្នឹងក៏បាននិយាយថាលាគេកូនប្រុសរបស់យើងហើយអាមីនគឺក៏បានដឹងថាអាប៉ែហ្នឹងគឺកត់តាណាទេតែខឹងណាហើយអាប៉ែហ្នឹងក៏បាននិយាយលាកូនប្រុសរបស់យើងហ្នឹងទៅហើយក៏បាននិយាយថាជូនពរកូនប្រុសរបស់យើងអញ្ចឹងណាអ្នកគ្នាថាមុនថ្ងៃខួបកំណើតអញ្ចឹងណាកន្លែងនេះកូនប្រុសរបស់យើងហ្នឹងមានខ្វល់ពីអាប៉ែសាំង GL ហ្នឹងអ្នកគ្នាហើយអាប៉ែសាំង GL ហ្នឹងក៏បានក្នុងចិត្តថាតើបាយរិនហ្នឹងនៅតែគ្មានអារម្មណ៍បែបនេះទេមែនឥឡូវយើងកាត់មកថ្ងៃខួបកំណើតវិញហ្មងអ្នកនរគ្នាហើយពេលហ្នឹងកូនស្រីរបស់យើងក៏បានទៅទាញរកកៅអៅអ្នកទាំងអស់គ្នាហើយគាត់ក៏បាននិយាយថាតើខ្ញុំគួរតែពាក់អ្វីដល់ពេលហ្នឹងបាយរិនក៏បានថាពាក់មួយនេះកូនស្រីរបស់យើងហ្នឹងក៏បាននិយាយវិញថាអាវនេះមិនក្តៅទេអេឬដល់ពេលហ្នឹងបាយរិនបាននិយាយថាវានឹងត្រជាក់នៅពេលយប់នេះហើយពេលណាកូនស្រីរបស់យើងក៏បាននិយាយថាទាំងអស់ត្រូវហើយដល់ពេលណាបាយរិនក៏បាននិយាយថាវាមានអារម្មណ៍ដូចជាបាត់អ្វីមួយហើយកូនស្រីរបស់យើងក៏បានឆ្លើយថាបាត់អ្វីហើយបាយរិនគឺគាត់បាននិយាយអីទេគឺគាត់បានទៅយកវ៉ែនតាមួយមកពាក់ឲ្យកូនស្រីរបស់យើងអ្នកទាំងអស់គ្នាហើយកូនស្រីរបស់យើងក៏បាននិយាយថាមើលបើខ្ញុំស្អាតដែរទេហើយកូនប្រុសបាននិយាយថាបាទស្អាតដល់ពេលហ្នឹងគូស្រីយើងបាននិយាយថានេះគឺជាកាដូសម្រាប់អ្នកវាចិត្តយប់ហើយយើងនាំគ្នាធ្វើដំណើរទៅអ្នកជាភ្ញៀវកិត្តិយសថ្ងៃនេះហើយបាយរិនក៏បាននិយាយថាតោះចឹងឥឡូវយើងកាត់មកកន្លែងនៃវាគេធ្វើគូកំណើតហ្នឹងហ្មងអ្នកនរគ្នាហើយក៏មានគេចែកចាយគេនិយាយជជែកគ្នាចឹងអ្នកនរគ្នាហើយក៏បានឃើញគេអាប៉ែសាំង UL ណាកំពុងនិយាយថាអូអ្នកទាំងពីរបានមកដល់ហើយពេលណាកូនស្រីក៏បាននិយាយថាគេសាំង UL ហ្នឹងគឺនៅតែធ្វើចរិតកាដូចកូនក្មេងអញ្ចឹងហើយដល់ពេលបាយរិននិយាយថាគាត់នឹងមានកំហុសហើយក៏មានអាប៉ែមួយហ្នឹងក៏បានមកនិយាយជាមួយនឹងកូនប្រុសរបស់យើងថាបាយរិនមកដល់ហើយរីករាយថ្ងៃខួបកំណើតបាយរិនហើយកូនប្រុសរបស់យើងក៏បានអរគុណអ្នកនរគ្នាអាប៉ែហ្នឹងគឺគេបានបង្ហាញឈ្មោះគាត់ឯណាហើយគាត់ក៏បាននិយាយបន្តទៀតថាតោះយើងផឹកមួយកែវថ្ងៃនេះជាថ្ងៃ
ពីដ៏សំខាន់ណាស់ចំពោះអ្នកពីព្រោះវាជាថ្ងៃខួបកំណើតរបស់អ្នកបើយើងមិនស្រវឹងទេយើងមិនទៅផ្ទះទេហើយកូនស្រីរបស់យើងពេលហ្នឹងក៏បាននិយាយអត់មានអារម្មណ៍ថាគាត់ហ្នឹងអត់សូវសប្បាយចិត្តទេណាអបិសក្រហមហើយអ្នកទាំងអស់គ្នាមើលហើយពេលហ្នឹងអបិសក្រហមហ្នឹងក៏បានសើចហាហើយអបិសក្រហមក៏បាននិយាយទៅកាន់ណាកូនប្រុសរបស់យើងថាបាយរងខ្ញុំមានអំណោយពិសេសមួយសម្រាប់អ្នកខ្ញុំធានាថាអ្នកនឹងចូលចិត្តវាមើលហើយភ្ញាក់ផ្អើលណាស់សម្រាប់អ្នកមានអត់ហើយពេលហ្នឹងបាយរិនក៏បាននិយាយថាភ្ញាក់ផ្អើលអ្វីហើយពេលហ្នឹងអាភ័យសាំងយូអែលក៏បានសឹបទៅប្រាប់កូនស្រីយើងថាអេរិចតើមានរឿងអ្វីភ្ញាក់ផ្អើលឬអ្វីវាហាក់ដូចជាសម្ងាត់ណាស់ទៅពេលហ្នឹងកូនស្រីរបស់យើងក៏បាននិយាយថាខ្ញុំក៏មិនដឹងដែរហើយពេលហ្នឹងដឹងថាបាយរិនណាគាត់បានឃើញអ្វីទេទីនេះរបស់គាត់គឺនិយាយថាឡើងស្គាល់ដែរហើយនៅក្នុងគ្នាកូនស្រីរបស់យើងក៏បាននិយាយថាបាយរិតហ្នឹងគាត់មានរឿងអ្វីទៅហើយពេលណាអបិសក្រហមហ្នឹងក៏បាននិយាយថាគាត់មកហើយការភ្ញាក់ផ្អើលកំពុងបានមកដល់ហើយគេថាអ្នកគ្នាដូចគេសប្បាយចិត្តដូចជារៀងសប្បាយចិត្តដល់ហើយខណៈបានឃើញបរិសម្នាក់ហ្នឹងបានដើរមកហើយបរិសម្នាក់ហ្នឹងក៏ត្រូវជាមិត្តភ័ក្តិកុមារភាពរបស់បាយរិនគាត់ហ្នឹងគឺមានឈ្មោះថាអូលីវ៉នលីងហ្នឹងក៏បាននិយាយថាអូហើយមែនទេដែលយើងមិនបានជួបគ្នាសួស្ដីអ្នកទាំងអស់គ្នាដល់ពេលហ្នឹងកូនស្រីរបស់យើងគឺគាត់បានឆ្កឹងនៅនឹងដែរហើយគាត់ក៏បាននិយាយថាគាត់ហ្នឹងហើយជាកូនស្រីរបស់យើងហើយជាស្គាល់ដែរអ្នកនរគ្នាហើយសាច់រឿងរបស់យើងក៏បានចាប់ប៉ុណ្ណឹងអ្នកនរគ្នាខ្លីអត់អ្នកនរគ្នាចង់និយាយថាប្រវត្តិសាស្ត្រហើយមានគ្មានជិញរឿងលឿនហ្នឹងហើយបាយអ្នកនរគ្នាចង់ដល់ភាគក្រោយទៅយ៉ាងណាទេកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាបាយបាយ